ជំរាបសួរបងប្អូនស្វាគមន៍ដែលចូលមកកាន់ទស្សនា Channel YouTube របស់ខ្ញុំសម្រាប់ Channel YouTube របស់ខ្ញុំគឺខ្ញុំមានបង្ហាញបងប្អូនអំពីសកម្មភាពគ្រឿងចក្រដែលមានដូចជាឡានធំដឹកសាច់ឬមួយក៏ដឹកដីតូចធំគ្រប់ប្រភេទហើយនឹងបង្ហាញអំពីសកម្មភាព Excavator ធ្វើការងារប្រចាំថ្ងៃសម្រាប់បងប្អូនដែលចូលចិត្តនៅវីដេអូរបស់ខ្ញុំសូមកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំដើម្បីជាកម្លាំងចិត្តនៅក្នុងការធ្វើវីដេអូឬមួយក៏ថតវីដេអូចែកជូនទៅកាន់បងប្អូនទស្សនាទាំងអស់គ្នាសម្រាប់បងតកងឡានឬមួយក៏តកងអិចបើសិនជាចូលចិត្តវីដេអូនេះសូមកុំភ្លេចជួយចុច Subscribe ទាំងអស់គ្នាបងប្អូនអញ្ចឹងយើងមកទស្សនាអំពីវីដេអូ Excavator កំពុងតែកាយសាច់ដាក់ឡានបងប្អូនឡានយើងគឺនៅបញ្ឈរចាំពី3គ្រឿងចាំ Excavator កាយសាច់ដាក់ឲ្យអញ្ចឹងសម្រាប់ពីកាយសាច់ដាក់ឡានគឺគេអត់កាយឲ្យហេឲ្យកំពុងទេបងប្អូនគឺគេកាយឲ្យស្មើដើម្បីពេលដែលឡានយើងធ្វើដំណើរចេញទៅគឺកុំឲ្យមានសាច់ធ្លាក់ទៅតាមផ្លូវអញ្ចឹងបន្ទាប់ពីកាយសាច់ដាក់ឡាននេះចេញពេញហើយគឺយើងបន្តទៅកាយដាក់ឡានមួយទៀតបងប្អូនឡានទី1បានចេញដំណើរទៅហើយអញ្ចឹងមកមើលពីសកម្មភាពកាយសាច់ដាក់ឡានទី2ឡានទី1បានចេញទៅផុតហើយអញ្ចឹងឡានទី2កំពុងតែរងចាំបងប្អូនតកងឡានឬមួយក៏តកងអិចដែលគាត់ត្រូវការរកការងារធ្វើក៏អាចតាក់ទងមកខ្ញុំបានដែរបងប្អូនពួកខាងយើងត្រូវការរើសតកងឡាននិងតកងអិចសម្រាប់តកងឡានគឺយើងបើកទៅទីតាំងចាក់គឺនៅជិតដែរបងប្អូនប្រហែលជា5គីឡូដីហើយយើងដឹកទៅទីតាំងដដែលហើយសម្រាប់កងអិចដែរគឺយើងធ្វើការនៅតែមួយកន្លែងទេបងប្អូនអត្ថប្រយោជន៍ដែលទទួលបានប្រាក់ខែហើយនឹងលុយបាយហើយនឹងលុយជើងសម្រាប់តកងឡានសម្រាប់តកងអិចវិញគឺមានប្រាក់ខែនិងលុយបាយដូចគ្នាហើយបើសិនជាយើងធ្វើការថែមម៉ោងយើងអាចមានបន្ថែមពីលើទៅតាមជាក់ស្ដែងដែលគាត់ថែមម៉ោងបងប្អូនមានចំណាប់អារម្មណ៍ឬមួយក៏កំពុងតែរកការងារធ្វើអីតកងឡានអាចចាក់តងមកខ្ញុំបានសម្រាប់ទីតាំងរបស់យើងគឺនៅម្ដុំស្ពានព្រែកសំរោងបងប្អូនចុះពីស្ពានព្រែកសំរោងមកមកក្រោមស្ពានបត់មកខាងឆ្វេងដៃបងប្អូនឃើញវត្តកោះកបីអញ្ចឹងសម្រាប់ទីតាំងគឺនៅទល់មុខខ្លងទ្វារវត្តកោះកបីឥឡូវយើងងាកមកមើលសកម្មភាព Excavator កំពុងតែកាយសាច់ដាក់ឡានហើយមិញនេះគឺមានឡានចូលមួយទៀតហើយបងប្អូនបងប្អូនបញ្ជាក់មួយទៀតសម្រាប់បងតកងឡានដែលគាត់ត្រូវការរកការងារធ្វើហ្នឹងគឺសម្រាប់ឡានគឺយើងមានឡានយីដុក25តោនអញ្ចឹងបើសិនជាពួកគាត់ចង់រកការងារធ្វើអីគឺគាត់គ្រាន់តែមានបានបើកបរមួយសន្លឹកគឺគ្រប់គ្រាន់ទេបងប្អូន
ำหรับ excavator มาเครื่องนี่คือเอาตอนเรามองช่วยกาเต้ SK ខាងក្រោមនេះគឺគេរងចាំតែពេលវេលាពេលដែលខ្សាច់បូមគេចាំស្រង់ខ្សាច់ឡើងមកលើគោកសម្រាប់ SK ខាងលើគឺការងារប្រកបគឺជោគទឹកខ្សាច់ដាក់លើឡានបងប្អូនឡានទី2បានចេញទៅបងប្អូនសម្រាប់តង់ក៏ពួកគាត់ក្របដែរតង់លើឡានគាត់ក្របប៉ុន្តែគាត់អត់ក្របនៅនេះគាត់ចេញទៅដល់ខាងមុខបានគាត់ក្របបើសិនជាអត់ក្របតង់ទេពេលដែលយើងធ្វើដំណើរតាមផ្លូវទៅវាធ្វើឲ្យខ្សាច់ហុយធ្លាក់ទៅលើឡានម៉ូតូគេដែលអ្នកធ្វើដំណើរតាមផ្លូវមួយគ្នាអញ្ចឹងគឺពួកគាត់ក្របឡានទាំងអស់គឺក្របតង់ទាំងអស់អញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយជាចុងក្រោយសូមអរគុណដល់បងប្អូនដែលបានចូលមកទស្សនាវីដេអូគ្រឿងចក្ររបស់ខ្ញុំហើយកុំភ្លេចសូមជួយចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងអរគុណច្រើនបងប្អូនអរគុណជំរាបលា